រតីតែមួយក្រុមយុវជនបូជាការពីយុទ្ធធរក្រោមការបញ្ជាផ្ទាល់ពីអ្នកអង្គការលេងនវត្រាបន្តសស្រាក់ដៃគ្នាដ៏រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគ្រប់គ្រងកងទ័ពជូមុខនិងប្រជាជនភាសាក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពីយុទ្ធធរក្រោមការដឹកនាំរបស់អ្នកអង្គការលេងនវត្រានៅថ្ងៃទី16ខែធ្នូនេះបាននឹងកំពុងសស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគ្រប់គ្រងពីកងទ័ពជូមុខនិងប្រជាជនភាសាជាពិសេសបង្ហាញការគ្រប់គ្រងនិងជឿជាក់សម្ដេចតេជោសម្ដេចធិបតីរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពីយុទ្ធធរបានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពុងឈរជើងក្បែរសមរភូមិនាំយកអំណោយផ្ដល់ជូនវីរៈកងទ័ពជូមុខនិងជនភូសឹកជាពិសេសបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកលំបាកប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាងនៅពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាអាចបំបែកបំបាក់បានសូម្បីតែកម្លាំងយោធានិងអាវុធក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស